នេះគឺជាការអាប់ដេតថ្មីហើយក៏មាន event ថ្មីដែលយើងត្រូវធ្វើផងដែរហើយអ្វីដែលសំខាន់ហ្នឹងគឺយើងអាចដាក់ទង់ជាតិសម្រាប់ចូលលេង event មួយហ្នឹងដែលយើងតំណាងឲ្យប្រទេសកម្ពុជាសម្រាប់ក្នុង event មួយហ្នឹង National Star Rise Up event ហ្នឹងដែរគឺលេងយកក្បាលនេះអ្នកនរគ្នានៅពេលដែលយើងចូលលេង game ដូចនៅ server ចិនហើយ animation ហ្នឹងគឺលយខ្លាំងមែនទែនអ្នកនរគ្នាអញ្ចឹងអ្នកឯង complete ចូលលេង event ហ្នឹងផងដើម្បីទទួលបានក្បាលនេះនឹង free ហើយ event ហ្នឹងក៏អត់បាក់ទេគាត់យើងដោះ quest ហើយយើងរកលុយឲ្យបានច្រើនទៅអ្នកនរគ្នាគឺយើងបានធ្វើ quest ទៅតាមគេដាក់ឲ្យទៅអ្នកនរគ្នាចំនួនលុយតែគេដាក់នឹងដែរហើយអ្វីដែលសំខាន់ហ្នឹងយើងអាចឲ្យ customize profile របស់យើងអាហ្នឹងដូចទៅ flow បងដែរយើងអាចនេះនៅពេលយើងចូលលេង game ទៅគឺយើងឃើញឲ្យ profile យើងនៅលើឲ្យ loading screen ហ្នឹងមកយើងអាចដាក់ទង់ជាតិទង់បីបានដែរអញ្ចឹងណាក៏យើង customize គឺយើងអាចបានលុយដែរហើយអ្វីដែលសំខាន់នេះយើងធ្វើទៅតាមឲ្យquest ដែលគេដាក់ឲ្យទៅជាពិសេសហ្នឹងគេឲ្យលេងវគ្គអ្នកនរគ្នាវគ្គឲ្យ5វាយគ្នា15នេះមកខាង5មកខាង5យើងអាចលេងវគ្គហ្នឹងដែរដើម្បីឲ្យឆាប់បាននេះ quest បានលុយកាច្រើនអញ្ចឹងណាហើយនេះជាចំនួនដែលយើង rank ដែលយើងរកបាននៅក្នុង event ហ្នឹងចឹងអ្នកនរគ្នាទទួលបានក្បាលនេះដល់1លានដូចជា1លានដុល្លារដែលគេដាក់ឲ្យហ្នឹងហើយក្នុងហ្នឹងដូចក៏មាន skin មួយមួយដែរអ្នកនរគ្នាហើយដូចជានៅមានយើងអាច complete ជាមួយអ្នកផ្សេងទៀតណាអ្នកនរគ្នាដើម្បីយើងរកបានលុយកាន់តែច្រើនអ្នកដែលគេដូចជាមានពងខ្ពស់ចឹងណាឬដូចជា pro player អីចឹងហើយនេះសើ top ឯអ្នកនរគ្នា top ដែលគេអាចរកពងបានច្រើនណាចឹងវាលោតមកលើហ្នឹងឯង